ស្តីអ្នកគ្នាខ្ញុំកៃតូឥឡូវមកវិញហើយបាត់មកយូរដោយសារឈឺអត់បានផុសវីដេអូទេហើយឥឡូវហ្នឹងគឺខ្ញុំមកបង្រៀនអ្នកគ្នាលេង Commander Elite ហើយនឹង recommend អំពីការ Elite ឬក៏ថា technique ដែលយើងអាចលេង Elite ឲ្យខ្លាំងអញ្ចឹងដូចដើមអ្នកគ្នាដោយសារថាបើយើងចង់លេង Elite ឲ្យខ្លាំងចំណុចដំបូងរបស់យើងគឺយើងត្រូវយល់ដឹងពី Commander ហ្នឹងឲ្យបានច្បាស់លាស់សិនពាក់ព័ន្ធនឹង Commander Elite ជាទូទៅអ្នកគ្នាតែងតែស្គាល់គាត់ថាជា Commander ដែលអាច up star hero ឡើងដល់ផ្កាយ4តែភាគច្រើនអ្នកគ្នាគាត់តែដឹងបែបហ្នឹងអត់បានព្យាយាមយល់ពី tactic ឬក៏ passive skill របស់គាត់ទេអញ្ចឹងថ្ងៃហ្នឹងយើងមកយល់ពី passive ឬ tactic លេង Commander Elite ទាំងអស់គ្នា activate skill របស់ Elite ដូចយើងដឹងហើយគឺយើងប្រើ skill របស់ Elite ទៅលើ hero ណាមួយដើម្បី break limit របស់វាពី3 star ទៅ4 star យើងអាចប្រើ skill នឹងចំនួន3ដងទៅលើ hero ចំនួន3ដោយការឲ្យ skill ហ្នឹងគឺមិនមែនឲ្យមកម្ដង3ទេវាឲ្យតាម round យើងនឹងទទួលបាន activate skill មួយភ្លាមនៅពេលដែល game ចាប់ផ្ដើមហើយយើងនឹងទទួលបានមួយបន្ថែមទៀតនៅក្នុង stage 2 round 1និងចុងក្រោយយើងនឹងទទួលបានមួយទៀតនៅក្នុង stage 3 round 1សម្រាប់ passive skill របស់គាត់វិញយើងនឹងទទួលបាន hero មួយនៅពេលដែលយើងប្រើ skill ហ្នឹង example ខ្ញុំប្រើ skill activate នឹងលើបាដាងហើយខ្ញុំនឹងទទួលបាន hero បាដាងមួយដោយ free មានន័យថាយើងមានមួយស្រាប់យើងប្រើ skill នឹងហើយយើងនឹងបានមួយទៀតហើយវានឹងបន្ថែម4ដង active use ឲ្យរៀងរាល់ពេលដែលយើងបានទិញ hero ដាក់បញ្ចូលបន្ថែមយើងនឹងទទួលបានការ boost ចំនួន4ដងដោយម្ដងនឹងទទួលបាន 12% hybrid attack និង 12% ឈាមបន្ថែមហើយពីការនេះជាការដែលខ្ញុំ recommend ឲ្យដកមកលេងជាមួយនឹង Commander Elite ដោយអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថាកាត link ពេលដែលយើងយកវាហើយយើងនឹងទទួលបាន hero 4 កាក់ផ្កាយ2ចំនួន1នៅក្នុង round 4 round 5ហើយនិង round 7អញ្ចឹងមានន័យថាយើងទទួលបាន hero 4 កាក់ចំនួន3ក្រោយពេលដែលយើងប្រើ skill Elite លើវាហើយវាឲ្យយើងថែមមួយទៀតអញ្ចឹងមានន័យថាយើងទទួលបាន hero 4 កាក់ចំនួន4អញ្ចឹងវានឹងពន្លឿនល្បឿនក្នុងការឲ្យ hero 4 កាក់យើងឡើងផ្កាយ3ឬផ្កាយ4លឿនជាងមុនសម្រាប់កាត Elite វិញយើងនឹងទទួលបាននៅ5 EXP រៀងរាល់ពេលដែលយើងប្រើ skill ទៅលើ hero មួយអញ្ចឹងមានន័យថាយើងនឹងទទួលបាន15 EXP សរុបហើយចំពោះ hero ដែលយើងប្រើ skill នឹងទៅលើនឹងទទួលបាននៅ 45% បន្ថែមទៅលើ hybrid attack ហើយនេះជាលទ្ធផលលេង Elite មួយថ្ងៃហ្នឹងពាក់ព័ន្ធជាមួយនឹង Commander Elite Synergy ដែល recommend គឺ Synergy Valentine ហើយយើងលេងវាជាមួយនឹងស្បែកជើងចំនួន3និយាយទៅយើងផ្ដោតសំខាន់ទៅលើ Synergy ពីរហ្នឹងហ្មងសម្រាប់ hero ដែលយើងផ្ដោតចង់ដាក់ឲ្យវាឡើងផ្កាយ4គឺមាន Mia, Clint ហើយនិង Kufra ហើយយើងចង់លេងវាឲ្យខ្លាំងសំខាន់បំផុតត្រូវក្រាញនៅ level 7ធ្វើមិនឲ្យ hero 3 កាក់ទាំង3ហ្នឹងគាត់ឡើងដល់ផ្កាយ4ចឹងយើងអាចវាយដល់ late game បើថាយើងអាចយកវាបានទេយើងអាចយ៉ាងហោចក៏លេខ4ឬក៏និយាយទៅនៅក្នុង top 1ដល់ top 4ដែរតែនេះសុំនិយាយឲ្យបើថាអ្នកនរគ្នាលេងហើយ fail មុនពេលបាន top 4អីក៏បន្តខ្ញុំអត់កើតដែរព្រោះថាដូចអ្នកនរគ្នាដឹងចឹងមិនជា check go មិនជា game មួយដែលពឹងផ្អែកទៅលើ technique យើងទាំងស្រុងទេតែវាពឹងផ្អែកទៅលើសំណាងដែរបើសំណាងយើងអត់ដល់ទេប្រកាសថាយើងហួរអត់ដល់ top 4ទេដូចពេលខ្លះដែលយើងចង់លេង Synergy បេះដូងក៏ដោយតែនៅពេលដែលយើងមើលថា refresh shop ហ្នឹង4រហូតដល់4 round ណាអត់មាន load បេះដូងឲ្យសោះវា load តែ Synergy ណាមួយដែលច្រើនជាងគេខ្ញុំ recommend ឲ្យដូរទៅលេង Synergy ហ្នឹងបើមិនអញ្ចឹងទេគឺថាយើងចាក់ចឹងនិយាយថាយើងអត់ឈ្នះគេហ្មងនិយាយរួមទៅបើយើងផ្ដោតតែមួយ Synergy ក្នុងខួរយើងគឺអត់ឈ្នះទេយើងអាចនិយាយបានថាមនុស្សឆ្លាតប្រែប្រួលតាមកលៈទេសៈអាហ្នឹងក៏អញ្ចឹងដែរដោយសារខ្ញុំបញ្យល់អស់ហើយក៏អត់មានអីនិយាយទៀតដែរដាក់វីដេអូចោលក៏អត់កើតអញ្ចឹង skip ដល់ final fight ហ្មងហើយចុងក្រោយអត់មានអីច្រើនទេចំពោះអ្នកគ្នាយកត្រាស់ជោគជ័យយកទៅលេងបានជោគជ័យដូចអីដល់ពងប្រាថ្នាពីខ្ញុំគោជោគជ័យមេបលា Enemy legendary!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  Thank you for indulging me in our little game.